កម្មវិធីនេះបានជ្រួតជ្រាបថាបង្ហាញអំពីការសិក្សារបស់កូនចៅរបស់គាត់របស់ប្អូនរបស់គាត់ណាប់រំបងសប្បាយចិត្តតែបានមកចូលរួមតាំងពីពើរបស់កូនហើយអ្នកគ្រូបងជាម្ដាយបងត្រេកអរណាស់ដែលឃើញកូនចេះសរសេរពេលដែលបងអានអត្ថន័យទៅបងមានអារម្មណ៍ថាសប្បាយចិត្តដែលឃើញកូនសរសេររៀបរាប់ពីម្ដាយបានល្អទោះបីជាបងមិនបាននៅជាមួយកូនដែលនៅជាមួយយាយឃើញកូនរៀនចេះសរសេរចេះអានបងសប្បាយចិត្តមានអារម្មណ៍សប្បាយរីករាយយាយសប្បាយរីករាយចៅបានរៀនចេះតែចៅខំរៀនបានចេះខ្ញុំពិតជាសប្បាយព្រមទាំងរំភើបតែគាត់បានមកចូលរួមកកកនៅថ្ងៃនេះខ្ញុំគិតថាវាល្អចាព្រោះឃើញគណៈកម្មការក៏ដូចជាអាណាព្យាបាលរបស់សិស្សហើយក៏ដូចជាសិស្សសានុសិស្សគាត់មកចូលរួមច្រើនឃើញក្មេងៗដែលធ្លាប់រៀននៅនឹងនេះហើយគាត់ទៅអនុវិទ្យាល័យឬក៏វិទ្យាល័យគាត់មកចូលរួមដែរចេះណាកម្មវិធីនេះបានជ្រួតជ្រាបថាបង្ហាញអំពីការសិក្សារបស់កូនចៅរបស់គាត់របស់ប្អូនរបស់គាត់គាត់បានឃើញហើយគាត់បាននិយាយមកប្រាប់ពួកយើងវិញណាពួកយើងជាគ្រូនៅក្នុងសាលាយើងគិតថាវាមានមោទនភាពដែលយើងធ្វើបានចាបាទសម្រាប់ពីពើអប់រំរយៈពេលមួយពឹកនេះខ្ញុំឃើញថាសហគមន៍គាត់មានការចូលរួមច្រើនហើយខ្ញុំក៏សប្បាយរីករាយដោយសារអ្វីដែលយើងចង់បានគឺចង់បានការចូលរួមពីសហគមន៍បានច្រើនទាក់ទងការធ្វើយ៉ាងណាឲ្យគាត់បានចូលរួមតាមដានលទ្ធផលការសិក្សារបស់កូនក៏ដូចជាការដាក់តាំងបង្ហាញស្នាដៃរបស់កូនរបស់គាត់ពីមុនមកបងអត់ដែលបានចូលរួមទេតែឆ្នាំនេះឯងបងមកទៅបងបានចូលរួមបងពិតជាសប្បាយចិត្តមែនទែនដែលឃើញកូនលោកគ្រូអ្នកគ្រូទាំងអស់បានរៀបចំកម្មវិធីតាំងពីពើរបស់កូនខ្ញុំចង់ឲ្យបងអូនដែលជាតំពាំងសង្ឃរិស័យនេះដើម្បីឲ្យគាត់បានសិក្សាបានរៀនបានយល់បានដឹងដើម្បីថ្ងៃអនាគតនេះគាត់នឹងបានជួយខ្លួនឯងផងបានជួយដល់ជាតិដល់សង្គមបាទសូម